បងប្អូនបានឃើញវីដេអូនេះហើយនៅហើយបងប្អូនបានញ៉ាំវីតាមីនហ្នឹងហើយយកកំពុងមានផ្ទៃពោះនេះតាគួរធ្វើមិនហើយឥឡូវស្ដាប់គាត់សិនណាចាំខ្ញុំនិយាយបញ្យល់ប្រាប់បងប្អូនតាមក្រោយមកកំប៉ុង150គ្រាប់វាស្មើនឹង3ខែជាងក្នុងមួយថ្ងៃលេប1គ្រាប់ខ្ញុំលេបអស់3កំប៉ុងណានៅជាប់នៅស្អិតជាប់ក្នុងបាតកំប៉ុងទៀតតើថ្ងៃហ្នឹងឃើញព័ត៌មានវៀតណាមក៏ចាប់បានខាងវៀតណាមវាផលិតថ្នាំខ្លាំងខ្លាយនេះមានប្រភេទអាព្រីនេតាល់ហ្នឹងដែរនេះខ្ញុំលេបនេះទី1យើងអត់ដឹងថារបស់ដែលយើងញ៉ាំហ្នឹងពិតឬខ្លាំងខ្លាយត្រូវអត់ហើយយើងមានការភ័យអញ្ចឹងជាទូទៅនៅពេលដែលយើងទៅងន់យើងទៅឆែកសុខភាពកូនជាមួយពេទ្យប្រចាំខែអញ្ចឹងណាបើសិនជាបងប្អូនឆែកសុខភាពទៅឃើញថាកូនយើងអត់មានបញ្ហាទេសុខភាពល្អត្រឹមត្រូវធម្មតាអាហ្នឹងអត់អីទេបងប្អូនបាច់ភ័យទេព្រោះយើងពងតងន់ផលបើយើងភ័យទៀតគឺវាអត់ល្អសម្រាប់សុខភាពយើងសម្រាប់កូនអីចឹងណាទី2បើសិនជាយើងបានញ៉ាំដែរហើយយើងអាចបានទៅតាមដាននៅពេទ្យអីឲ្យបានទៀងទាត់ទេគួរតែទៅពិនិត្យមើលហើយបើពិនិត្យទៅឃើញថាអត់អីទេអូខេមិនភ័យទេ3អាហ្នឹងសុទ្ធឬក៏ខ្លាំងខ្លាយហើយវាមានផលប៉ះពាល់មិនខ្លះនិយាយទៅផលិតផលខ្លាំងខ្លាយនៅលើទីផ្សារគឺមានច្រើនខ្លាំងមែនតើប៉ុន្តែផលិតផលខ្លះវាខ្លាំងខ្លាយមែនក៏មិនប្រកាសថាវាមានផលប៉ះពាល់ដែរមិននិយាយអញ្ចឹងខ្ញុំលក់ផលិតផលខ្លាំងខ្លាយឬកាន់ជើពួកលក់ខ្លាំងខ្លាយមិនមែនទេព្រោះថាខ្លះវាគ្រាន់តែដាក់របស់ដែលអត់មានប្រយោជន៍ញ៉ាំទៅអត់មានប្រយោជន៍ហើយញ៉ាំទៅក៏អត់មានផលប៉ះពាល់ដែរផលិតផលខ្លាំងខ្លាយវាធ្វើអញ្ចឹងមែនទី1កុំឲ្យប៉ះពាល់ដល់អ្នកប្រើទៅខ្លាចមានរឿងមានរ៉ាវអញ្ចឹងណាទី2ចង់ចំណេញលុយដែរអញ្ចឹងដាក់របស់ដែលញ៉ាំទៅអត់អីព្រោះធ្លាប់មានករណីអញ្ចឹងកើតឡើងដែរផឹកទៅអត់បានប្រយោជន៍ហើយក៏អត់មានជួយអីដែរហើយក៏អត់មានផលប៉ះពាល់តែវាករណីអញ្ចឹងតែករណីខ្លះក៏មានផលប៉ះពាល់ដែរដោយករណីនៅចិនម្សៅទឹកដោះគោកូនក្មេងហ្នឹងគឺធ្វើឲ្យក្មេងកើតខ្ទង់ជំនាន់ឆ្នាំ2000ខូចកលៀនទាំងអស់មួយចំនួនហ្នឹងក្មេងដែលផឹកដោះគោខូចកលៀនមកអស់វាមានករណីអញ្ចឹងដែរហើយធ្វើមិនទៅដឹងថាពិតឬខ្លាំងខ្លាយទៅព្រោះអ្នកខ្លះក៏ថាឲ្យមើលស៊ីលីកាជែលអ្នកខ្លះថាមើលក្លិនមើលពណ៌មើលបាកូដមើលស៊ីលមើលបាច់ណាំមើលអីផ្សេងអញ្ចឹងបងប្អូនតែពេលខ្លះសុទ្ធនឹងខ្លាំងមើលនឹងភ្នែកគឺអត់ដឹងទេតើតែយកចូលមន្ទីរពិសោធន៍ធ្វើតេស្តគ្រឿងផ្សំធ្វើតេស្តភាគរយវាទៅដឹងព្រោះមួយរយៈមុនខ្ញុំចែកម្លែកពី skin care ខ្លាំងហើយដែលដាក់លក់នៅ Amazon សហរដ្ឋអាមេរិករូបរាងខាងក្រៅអីគឺដូចគ្នាបែបតើតែយកធ្វើតេស្តបានដឹងថាខ្លាំងគឺភាគរយនៃ active ខុសគ្នាហើយពេលខ្លះខ្លះរកទៅតែឃើញទឹកនោមទៀតដោយសារវាធ្វើអរណាម៉ៃអីផ្សេងអញ្ចឹងណាឥឡូវខ្ញុំនិយាយរឿងស៊ីលីកាជែលដែលបងប្អូនពងតែផ្អើលអាហ្នឹងគេដាក់នៅក្នុងហ្នឹងដើម្បីស្រូបសំណើមកុំឲ្យអាថ្នាំហ្នឹងវាស្អិតចូលគ្នាអញ្ចឹងណាហើយនៅលើហ្នឹងគេដាក់ថា made in the USA ហើយវាជួយរឿងក្លិនរឿងរសជាតិអីផ្សេងអញ្ចឹងណាជាទូទៅស៊ីលីកាជែលហ្នឹងអាចមែនឬក៏មិនមែនព្រោះថាចេះក្រុមហ៊ុនដែលផលិតវីតាមីនភាគច្រើនគេអត់ផលិតស៊ីលីកាជែលទេស៊ីលីកាជែលហ្នឹងគឺរោងចក្រផ្សេងដែលគេមានជំនាញខាងហ្នឹងតែម្ដងអញ្ចឹងបើសិនជាក្រុមហ៊ុនដែលផលិតវីតាមីនហ្នឹងគាត់ទិញស៊ីលីកាជែលម្ដងទិញពី supplier មួយនេះម្ដងទិញពី supplier មួយនេះអញ្ចឹងស៊ីលីកាជែលគឺវាអាចខុសគ្នាប៉ុន្តែបើសិនជាផលិតផលហ្នឹងនៅក្នុងបាច់តែមួយណាមួយបាច់ហ្នឹងគេផលិត 5000 កំប៉ុងឧទាហរណ៍ណាក្នុងបាច់តែមួយស៊ីលីកាជែលគឺគួរតែដូចគ្នាអត់មានខុសគ្នាទេអញ្ចឹងករណីដែលបងប្អូនអាចធ្វើបានគឺផ្ទៀងផ្ទាត់បាច់ number ជាទូទៅនៅខាងក្រោមឬក៏នៅខាងផ្សេងយើងមើលណាមានថ្ងៃផុតកំណត់បាច់ number គឺនៅខាងក្រោមហ្នឹងហើយអញ្ចឹងបងប្អូនផ្ទៀងផ្ទាត់មើលបាច់ number ហ្នឹងដូចគ្នាអត់បើសិនជាដូចគ្នាហើយ